ចាលោកនាងស្ដាប់ជាទីមេត្រីលោកដែនអយុធ្យាមានសេចក្តីរាយការណ៍ពីទីលានប្រជាធិបតេយ្យថាក្រុមបាតកោដែលដឹកនាំដោយគណៈបកសង្គ្រោះជាតិនៅតែបន្តជួបជុំគ្នាដដែលនៅថ្ងៃនេះហើយនៅក្នុងការជួបជុំនេះមេបកប្រឆាំងបានថ្លែងសារនយោបាយដោយផ្ដោតសំខាន់ទៅលើការទាមទារដំឡើងប្រាក់ឈ្នួលជូនកម្មករជាងនេះទៅទៀតមេបកប្រឆាំងបានប្រកាសលុបចោលជំនួបចរចាជាមួយបកប្រជាជនដែលគ្រោងនឹងជួបគ្នានៅថ្ងៃស្អែកចាលោកដែនអយុធ្យាសូមធ្វើសេចក្តីរាយការណ៍ចាបាទសូមអរគុណច្រើនលោកស្រីខែសំណងបាទហើយក៏សូមជម្រាបសួរលោកអ្នកនាងស្ដាប់ទាំងអស់ជាទីមេត្រីផងបាទនៅទីលានប្រជាធិបតេយ្យលើកនេះខែប្រកាសទី2ខែមករាលោកសំរងស៊ីនិងលោកខឹមសុខាប្រធានអនុប្រធានគណៈបកប្រជាជាតិបាទដោយលោកស្រីបានប្រកាសបាញ់នេះអញ្ចឹងបានប្រកាសលុបចោលជំនួបចរចារវាងក្រុមការងារគណៈបកទាំងពីរគឺគណៈបកប្រជាជាតិនិងគណៈបកប្រជាជនកម្ពុជាដែលក្រុងធ្វើនៅថ្ងៃសុក្រទី3ខែមករាដោយលើកហេតុផលថាដោយសារតែកម្លាំងចម្រុះរបស់រដ្ឋាភិបាលមានប៉ូលីសកងរាជអាវុធហត្ថនិងជាពិសេសទាហានស្របអាកាសអាត់យោង911បានប្រើអំពើហិង្សាវេបង្ក្រាបនិងចាប់ប្រសង់កម្មករនិងមេដឹកនាំសហជីពមួយចំនួននៅតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាតាមផ្លូវជាតិទី4ថ្ងៃទី2ខែមករាលោកសំរងស៊ីនិងលោកខឹមសុខាបានបន្តថាជំនួបរវាងក្រុមការងារគណៈបកទាំងពីរអាចនឹងបន្តទៅបានដរាបណារដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាបញ្ឈប់ប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋព្រះសង្ឃនិងមេដឹកនាំសហជីពតទៅទៀតបាននៅឱកាសនេះដែរមេដឹកនាំគណៈបកសង្គ្រោះជាតិក៏បានប្រកាសគាំទ្រសកម្មភាពទាមទារដំឡើងប្រាក់បៀវត្សឬក៏ប្រាក់ឈ្នួលជូនកម្មករនឹងកោតទោសរដ្ឋាភិបាលលោកហ៊ុនសែនដែលបានបញ្ជាឲ្យសមត្ថកិច្ចវេបង្ក្រាបទៅលើព្រះសង្ឃមេដឹកនាំសហជីពនិងកម្មករនៅល្ងាចថ្ងៃទី2ខែមករានេះវាទៅទីលានប្រជាធិបតេយ្យល្ងាចនេះក៏មានតំណាងព្រះសង្ឃឡើងប្រកាសនៅលើវេទិកាថានឹងត្រៀមលក្ខណៈដឹកនាំព្រះសង្ឃនៅទូទាំងប្រទេសធ្វើចូលរួមធ្វើកោតកម្មឬមហាបាតកម្មដើម្បីជាមួយប្រជាពលរដ្ឋនិងកម្មករដែលមានការអនាគតតំណាងព្រះសង្ឃអង្គនោះក៏បានប្រកាសអំពាវនាវដល់ព្រះសង្ឃនៅតាមទីអារាមនានាទូទាំងប្រទេសឲ្យត្រៀមលក្ខណៈជាមុនដើម្បីចូលរួមមហាបាតកម្មអហិង្សាដែលគ្រោងនឹងរៀបចំនៅពេលខាងមុខដើម្បីទាមទារឲ្យផ្នែកពាក់ព័ន្ធបំពោះព្រះសង្ឃដែលសមត្ថកិច្ចបានចាប់ទឹកនៅថ្ងៃទី2ខែមករាថ្ងៃនេះបាទហើយនៅលើវេទិកានីតិវិទ្យាប្រជាធិបតេយ្យដែលមានថ្ងៃប្រហោះក្រៅពីមានប្រសង់ឡើងមានធរណិកាឲ្យប្រសង់ត្រៀមលក្ខណៈចូលរួមមហាបាតកម្មនាថ្ងៃខាងមុខក៏មានតំណាងមន្ត្រីរាជការបម្រើការនៅតាមក្រសួងស្ថាប័នរដ្ឋមួយចំនួនលោកបានឡើងសម្ដែងបន្តែនៅលើវេទិការិះគន់សកម្មភាពដឹកនាំប្រទេសដែលនាំឲ្យហិនហោចធនធានធម្មជាតិមានរ៉ែព្រៃឈើមច្ឆាជាតិជាដើមចាលោកអយុធ្យាចានៅថ្ងៃស្អែកមានន័យថានៅឯទីលានប្រជាធិបតេយ្យនឹងនៅតែបន្តជួបជុំគ្នាទៀតមិនចឹងឯលោកចាបាទលោកបានមេដឹកនាំគណៈបកសង្គ្រោះជាតិបន្តថានឹងមានការជួបជុំជារហូតដល់មិនទាន់មានការរំសាយទេហើយមនុស្សនឹងអាចមានការនៅជាលំដាប់ហើយបាទហើយក៏បាននៅក្នុងឱកាសនោះលោកសំរងស៊ីក៏បានប្រកាសថាមហាបាតកម្មលើថ្ងៃអាទិត្យទី5ខែមករាខាងមុខគឺជាមហាបាតកម្មដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមកទេនៅកម្ពុជាហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យចូលរួមនៅក្នុងមហាបាតកម្មនេះឲ្យបានច្រើនសុខសពិសេសប្រជាពលរដ្ឋនិងអាជីវកររស់នៅរាជធានីភ្នំពេញចាសូមអរគុណច្រើនលោកអយុធ្យាចាដែលបានរាយការណ៍ជំវិញព័ត៌មាននេះចាជំរាបលាបាទសូមអរគុណបាទសូមជំរាបលាបាទ